C0 វីរៈបុរសទ្រឹស្ដីច្បាប់ធម្មជាតិនិងការបូជាជីវិតដើម្បីសេរីភាពតែអ្នកធ្លាប់ឆ្ងល់ទេប្រសិនបើរដ្ឋាភិបាលឬអ្នកមានអំណាចបង្កើតច្បាប់មួយដែលអយុត្តិធម៌បំផុតតើយើងត្រូវតែប្រតិបត្តិតាមច្បាប់នោះដែរឬទេកាលពី2000ឆ្នាំមុននៅក្នុងសម័យកាលចក្រភពរ៉ូមមានបុរសម្នាក់បានចេញមុខប្រឈមមុខនឹងអំណាចផ្ដាច់ការដោយពោលពាក្យមួយឃ្លាដែលផ្លាស់ប្ដូរប្រវត្តិសាស្ត្រពិភពលោកថាច្បាប់អយុត្តិធម៌មិនមែនជាច្បាប់ឡើយបុរសនោះគឺ C0 មហាទស្សនវិទូអ្នកច្បាប់និងជាអ្នកនយោបាយកំពូលនៃរ៉ូមបុរាណដែលបានបូជាជីវិតខ្លួនឯងដើម្បីការពារសេរីភាពនិងប្រជាធិបតេយ្យ C0 កើតនៅក្នុងឆ្នាំ106មុនគ្រិស្តសករាជលោកមិនមែនជាអ្នកមានអំបូរអភិជននោះឡើយប៉ុន្តែលោកបានឡើងមកកាន់អំណាចកំពូលជាអធិបតីនៃសាធារណរដ្ឋរ៉ូមតាមរយៈប្រាជ្ញានិងស្ទាត់ជំនាញខាងវោហារសាស្ត្រនៅសម័យនោះរ៉ូមកំពុងជួបវិបត្តិសង្គ្រាមស៊ីវិលយ៉ាងធ្ងន់ធ្ងរមេទ័ពមានអំណាចដូចជា Julius Caesar បានព្យាយាមរំលំសាធារណរដ្ឋដើម្បីក្តាប់រាប់អំណាចផ្ដាច់ការតែម្នាក់ឯងនៅក្នុងចំណោមអ្នកនយោបាយជាច្រើនដែលបានលក់ក្បាលឬរត់គេចខ្លួន C0 គឺជាមនុស្សតែម្នាក់គត់ដែលឈរជើងយ៉ាងរឹងមាំប្រឆាំងនឹងអំណាចផ្ដាច់ការដើម្បីការពារប្រព័ន្ធសាធារណរដ្ឋនិងសេរីភាពរបស់ប្រជាជនប៉ុន្តែអ្វីដែលធ្វើឲ្យ C0 ក្លាយជាអមតៈនៅក្នុងទស្សនវិជ្ជាពិភពលោកគឺទ្រឹស្ដីដ៏ស៊ីជម្រៅរបស់លោកអំពីច្បាប់ធម្មជាតិ C0 បានពន្យល់ថាច្បាប់ដែលមនុស្សបានបង្កើតឡើងដូចជាច្បាប់រដ្ឋឬរដ្ឋធម្មនុញ្ញមិនមែនជាច្បាប់កំពូលឡើយពីព្រោះអ្នកដឹកនាំអាចបង្កើតច្បាប់អាត្មានិយមច្បាប់ជិះជាន់ឬច្បាប់ឃោរឃៅបានគ្រប់ពេលច្បាប់ពិតប្រាកដដែលខ្ពស់ជាងគេគឺច្បាប់ធម្មជាតិនិងសីលធម៌ដែលកើតចេញពីហេតុផលសកលលោកនិងមាននៅក្នុងបេះដូងរបស់មនុស្សគ្រប់រូបលោកបានសរសេរនៅក្នុងសៀវភៅ The Republica ថាច្បាប់ពិតប្រាកដគឺហេតុផលដ៏ត្រឹមត្រូវដែលស្របតាមធម្មជាតិវាជាច្បាប់សកលមិនប្រែប្រួលនិងជាអមតៈច្បាប់នេះមិនមែនជារបស់ក្រុងរ៉ូមឬក្រុងអាថែនឡើយប៉ុន្តែវាជាច្បាប់សម្រាប់មនុស្សគ្រប់រូបគ្រប់សម័យកាលទ្រឹស្ដីនេះហើយដែលបានក្លាយជាគ្រឹះនៃសិទ្ធិមនុស្សទំនើបប្រសិនបើរដ្ឋអំណាចបង្កើតច្បាប់ជិះជាន់សេរីភាពមនុស្សច្បាប់នោះខុសពីធម្មជាតិហើយប្រជាជនមានសិទ្ធិប្រឆាំងភាពស្មោះត្រង់របស់ C0 ចំពោះសេរីភាពមិនមែនត្រឹមតែជារឿងទ្រឹស្ដីនៅលើក្រដាសនោះឡើយប៉ុន្តែលោកបានបង់ថ្លៃវាដោយឈាមនិងជីវិតបន្ទាប់ពីការធ្វើឃាត Julius Caesar មេទ័ព Mark Antony បានឡើងកាន់អំណាចផ្ដាច់ការ C0 បានថ្លែងសន្ទរកថាវាយប្រហារ Antony យ៉ាងចាស់ដៃដើម្បីការពារប្រជាធិបតេយ្យជាលទ្ធផលនៅឆ្នាំ43មុនគ្រិស្តសករាជ Mark Antony បានបញ្ជាឲ្យឃាតករទៅប្រហារជីវិត C0 នៅពេលឃាតករមកដល់ C0 មិនបានរត់គេចឬអង្វរសុំជីវិតនោះឡើយលោកបានដើរចេញពីគ្រែស្នែងហើយបាននិយាយទៅកាន់ឃាតករថាបើសិនជាឯងត្រូវសម្លាប់ជើងចាស់ម្នាក់នេះចូលធ្វើវាឲ្យបានត្រឹមត្រូវចុះក្បាលនិងដៃទាំងពីររបស់ C0 ត្រូវគេកាត់យកទៅព្យួរនៅកណ្ដាលសភាបុរាណរ៉ូមដើម្បីបំភ័យប្រជាជនប៉ុន្តែគេអាចសម្លាប់រូបរាងកាយរបស់លោកបានតែគេមិនអាចសម្លាប់គំនិតនិងសេរីភាពដែលលោកបានបន្សល់ទុកឡើយឥទ្ធិពលរបស់ C0 បានលាតសន្ធឹងរហូតដល់រាប់ពាន់ឆ្នាំក្រោយមហាទស្សនវិទូយុគសម័យពន្លឺដូចជា John Locke Voltaire និងក្រុមស្ថាបនិកសហរដ្ឋអាមេរិកបានយកទ្រឹស្ដីច្បាប់ធម្មជាតិរបស់លោកមកបង្កើតជារដ្ឋធម្មនុញ្ញនិងប្រព័ន្ធប្រជាធិបតេយ្យទំនើបដែលយើងប្រើប្រាស់សពថ្ងៃមេរៀនសំខាន់បំផុតពី C0 សម្រាប់ពួកយើងនៅថ្ងៃនេះអំណាចច្បាប់និងប្រព័ន្ធគ្រប់គ្រងអាចកែប្រែបានប៉ុន្តែយុត្តិធម៌សិលធម៌និងសេរីភាពរបស់មនុស្សគឺជាគុណតម្លៃសកលដែលគ្មាននរណាម្នាក់អាចប្លន់យកបានឡើយប្រសិនបើអ្នកចូលចិត្តអត្ថបទនិងវីដេអូបកស្រាយទស្សនវិជ្ជាស៊ីជម្រៅបែបនេះសូមជួយចុច like និង share ដើម្បីទទួលបានមាតិកាថ្មីៗបន្ថែមទៀតសូមអរគុណ